សូមនមស្ការចំពោះប្រតិយគុណកណ្ណាគ្រប់ព្រះអង្គជាទីសក្ការៈនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងចតុទិសជាទីរាប់អានថ្ងៃ7 8កើតខែវិសាខដល់នេះត្រូវនឹងថ្ងៃទី3ទី4ខែឧសភាវត្តសិរីវង្សាចៅក្រាំងនឹងប្រព្រឹត្តឡើងនៅកម្មវិធីបុណ្យសម្ពោធឆ្លងនៅខ្លងទ្វាររបងនិងបង្គោលតុងព្រមទាំងសមិទ្ធផលនានាដែលពុទ្ធបរិស័ទទាំងចតុទិសបានប្រកេនចតុបច្ច័យថាវិការតិចតួចជួយច្រើនដើម្បីកសាងអស់រយៈកាលជាច្រើនឆ្នាំអញ្ចឹងហើយដើម្បីញ៉ាំងឲ្យមោទនភាពក៏ដូចជាញ៉ាំងឲ្យកម្មវិធីរបស់ផងយើងមានភាពបលារឹកកត្រឹកកត្រែងយើងខ្ញុំប្រកាសណាក្នុងនាមជាគណៈចាត់តាំងសូមអរតនានិមន្តនិងសូមគោរពអញ្ជើញយាយតាញាតិញោមពុទ្ធបរិស័ទទាំងចិត្តទាំងឆ្ងាយចូលរួមដើម្បីអនុមោទនាកុសលផលបុណ្យជាមួយយើងខ្ញុំនាវត្តសិរីវង្សាចៅក្រាំងថ្ងៃខែឆ្នាំដោយខ្ញុំប្រកាសអាត្មាភាពបានជម្រាបជូនកាលពីដើមគឺថ្ងៃទី3ទី4ខែឧសភាឆ្នាំ2025ត្រូវនឹងថ្ងៃទី7 8កើតខែវិសាខឆ្នាំអស័ញ្ញស័ព្ទស័កពុរសករាជ2568ឈានចូល2569យើងខ្ញុំប្រកាសណាក្នុងនាមជាគណៈចាត់តាំងសូមស្វាគមន៍ប្រតិយគុណប្រឧបជាយាតាញាតិញោមពុទ្ធបរិស័ទទាំងចតុទិសដើម្បីចូលរួមជាមួយយើងខ្ញុំក្នុងថ្ងៃខែឆ្នាំដោយជម្រាបជូនសូមអរគុណ